សូមជំរាបសួរលោកគ្រូខ្ញុំបាទឈ្មោះលឹមសេងហៀងមកពីក្រុម SU 3353ក្នុង presentation នេះដែរវីដេអូនេះខ្ញុំបង្ហាញពីការ installation VNV និង use tabulate ព្រមទាំងការបង្ហាញ tabulate នៅក្នុង Python console content គឺយើងមានជា introduce VNV tabulate ទី2 install VENV run នៅក្នុង command use tabulate run នៅក្នុង Python ក្នុងនេះគឺយើងមាន run របៀប install tabulate នៅក្នុង VNV ហើយបានយើងបង្ហាញ tabulate មានរាងដូចម្ដេចនៅក្នុង PyCharm ជាដំបូងគឺ introduce VENV VNV ជាកម្មវិធីបង្កើត virtual environment សម្រាប់ Python វាជួយបង្កើត environment ដាច់ដោយឡែកសម្រាប់ project នីមួយៗ project នីមួយៗអាចមានកម្មវិធីជំនួយ library package ផ្សេងៗដោយមិនប៉ះពាល់គ្នាហើយដែលយើងត្រូវការវាគឺជៀសវាងបញ្ហាប្រឆាំងរវាង version នៃកម្មវិធីជំនួយរក្សាបានស្អាតនិងគ្រប់គ្រង project ឲ្យបានល្អងាយស្រួលបញ្ជូន project ឲ្យអ្នកដទៃប្រើទី2 Tabulate Introduction Tabulate ជា package Python package មួយដែលជួយឲ្យអ្នកអាចបង្ហាញឲ្យយើងបង្ហាញទិន្នន័យជាតារាងឲ្យបានស្អាតក្នុង terminal ឬ output វាប្រៀបដូចស្មើនឹង Excel តែបង្ហាញក្នុង Python console វាគាំទ្រទ្រង់ទ្រាយជាច្រើនតែនៅក្នុងនេះខ្ញុំលើកមកតែប្រមាណទេគឺ plain grid pipe TML ឬ fancy grid ហើយពាក្យទាំងអស់នេះគឺជា style របស់ table ដែលបានបង្ហាញចេញមកនៅក្នុង tabulate ហើយនេះជា code example ទេហើយទាំងអស់នេះគឺយើងប្រើដូរកន្លែង table format អញ្ចឹងយើងចូលមក VNV installation នេះគឺជា code ខ្លះទេដែលយើងត្រូវនេះគឺជា code ដែលយើងត្រូវ install VNV ហើយជាមួយនឹង activate VNV អញ្ចឹងយើងបន្តមកបង្កើត VNV ហើយក្នុងនេះគឺខ្ញុំបានចង់ install VENV ហើយ project របស់ VNV នៅក្នុង Python អញ្ចឹងដំបូងយើងត្រូវបង្កើត folder project មួយសិនខ្ញុំដាក់ project A ហើយខ្ញុំចូលទៅ project A ដោយសារខ្ញុំចង់ install VNV នៅក្នុង project A នេះអញ្ចឹងក្នុង project A ហ្នឹងយើងបានចូលមកដល់ក្នុង folder project A ហើយអញ្ចឹងយើងចាប់ដើម install VNV អញ្ចឹងជាដំបូងយើងដាក់ Python .m VENV ហើយឈ្មោះ VNV ខ្ញុំដាក់ VNVA ចុះហើយនៅក្នុងនេះដែរគឺ Python មានន័យថាជាការប្រើ run Python interpreter ហើយ .mVNV ហ្នឹងគឺយើងបញ្ជាប្រាប់ទៅ Python ឲ្យចូលទៅប្រើ VNV module ហើយកន្លែងនេះគឺជាយើងកំណត់ឈ្មោះឲ្យ VNV អញ្ចឹងវាបានបង្កើតជោគជ័យហើយអញ្ចឹងយើងមក activate VNV របស់យើង activate វាគឺដើម្បីចូលទៅកន្លែងនេះយើងទៅ install tabulate install អីផ្សេងចូលទៅក្នុងហ្នឹងដើម្បីប្រើប្រាស់អញ្ចឹងឥឡូវយើងបាន activate វាចូលទៅប្រើប្រាស់វាហើយអញ្ចឹងយើងបន្តមក install tabulate នៅក្នុង VNV pipe install នេះគឺបាន install រួចរាល់ហើយនៅពេលដែលយើង install ហើយបើសិនជាយើងចង់ check ថានៅក្នុងហ្នឹងបាន install រួចរាល់នៅយើងអាចដាក់ pipe show tabulate អញ្ចឹងវាបានបង្ហាញឲ្យយើងហើយទាំង version ទាំង location ទាំងឈ្មោះហើយទាំងទីតាំងដែលយើងបាន install នៅណាហើយទាំង author email ទៀតអញ្ចឹងយើងនេះគ្រាន់តែយើងបង្ហាញ show tabulate ទេអញ្ចឹងយើង list ថានៅក្នុងហ្នឹងមានអីខ្លះ pipe list គឺមាន pipe ហើយមាន tabulate អញ្ចឹងបន្តយើងគ្រាន់តែបាននេះហើយយើង deactivate វាដើម្បីយើងទៅបង្កើត project មួយទៀតអញ្ចឹងនេះ project A យើងមាន VNV មួយហើយ
អញ្ចឹងយើងចេញមកយើងទៅបង្កើត project មួយទៀត project B នៅក្នុង project B យើងនឹង download VNV ដែលមាន request បង្កើតដូចគ្នាអញ្ចឹងគឺមុនហ្នឹងយើងបានបង្កើតហើយយើងអាចប្រើអញ្ចឹងបានឥឡូវនេះយើងដូរឈ្មោះដាក់ VNVB ទៅអញ្ចឹងយើងបានបង្កើត VNVB នៅក្នុង project B រួចរាល់អញ្ចឹងយើងមក activate អញ្ចឹងយើងបាន activate VNVB នៅក្នុង project B រួចរាល់ហើយអញ្ចឹងយើងមកចាប់ដើមមក install អញ្ចឹងនេះចាំបន្តិចទៀតវាកំពុងតែ install tabulate នេះគឺបាន install រួចរាល់ប៉ុន្តែលើកនេះខុសពីអាមុនគឺដោយសារតែយើងក្នុងនេះយើងបានដាក់ request វាមួយអញ្ចឹងនៅក្នុងនេះដែរហេតុអីមិនត្រូវដាក់ resource គឺយើងបង្កើត package របស់វាចូលទៅក្នុងដែរតែវាមិន relate ទៅក្នុង tabulate ទេ request គឺជា HTTP library ដ៏ពេញនិយមមួយសម្រាប់ការបង្កើត HTTP request ងាយស្រួលក្នុង Python អញ្ចឹងយើងមក show វានេះជា show tabulate ហើយនេះគឺការ show request អញ្ចឹង request version summary គឺ Python HTTP for Human ដែលជា package ជា package មួយដែលយើងហៅវាមកប្រើនៅក្នុង Python អញ្ចឹងហេតុអីបានយើងត្រូវយក request ហ្នឹងមកដើម្បីការយើងយក request ហ្នឹងមកយើងត្រូវប្រើ Python programming ហ្នឹងត្រូវតែ interact ជាមួយនឹង web resource ដូចជាការ downloading data ជាមួយនឹង website ហើយការធ្វើ API call ឬក៏ submitting form អញ្ចឹងបានយើងត្រូវប្រើប្រាស់វាអញ្ចឹងឥឡូវ project B ហ្នឹងយើងត្រូវការតែ request ទេយើងអត់ត្រូវការ tabulate ទេអញ្ចឹងឥឡូវយើងចាប់ផ្ដើម uninstall tabulate ឥឡូវមុននឹង uninstall យើង list វាសិនតែក្នុងនេះវាមាន tabulate មាន request អញ្ចឹងឥឡូវយើងត្រូវ uninstall tabulate នេះក៏ប្រៀបដូចជាការប្រើប្រាស់ install uninstall នៅក្នុង tabulate នៅក្នុង VNV ដែរជាមួយនឹងការ list ការមើលការ show នៅ version ឬអីចឹងហើយ uninstall tabulate អញ្ចឹងនៅក្នុងតែ project B នេះយើងទុកតែ request មួយបានហើយយើងយក from process មកអញ្ចឹងឥឡូវយើងបើកពីមើលម្ដងទៀតអញ្ចឹងនៅក្នុងនេះបတ် tabulate ហើយយើងសល់តែ request ទេអញ្ចឹង project B ហ្នឹងយើងទុកតែ request ទៅបានហើយចឹងឥឡូវបើសិនជាយើងការជប់ប្រើវាយើង activate វាវិញមកចឹងឥឡូវយើងបាន activate នឹងបានចេញពី VNV ហ្នឹងហើយចឹងឥឡូវយើងចូលមកការបង្ហាញពី tabulate នេះគឺការប្រើប្រាស់ tabulate នេះគឺជាកូដដែលយើងដាក់ជា table ប្រើជា tabulate គឺមានរាងដូចអញ្ចឹងគឺបង្កើតចេញជា table មកអញ្ចឹងកន្លែងដែលខ្ញុំថា table format ហ្នឹងគឺមានន័យដូចមិនដេចគឺយើងសម្រាប់ដូររាង format ឲ្យ table អញ្ចឹងបើសិនជាកន្លែង table format ហ្នឹងយើងដូរ pipe នៅពេលដែលយើង run ចេញមកវាចេញជាតារាងផ្សេងអញ្ចឹង tabulate យើងមានតែប៉ុណ្្នឹងគឺប្រើសម្រាប់បង្កើតជា table វាដូចតែ Excel ដែរគ្រាន់តែវាបង្កើត
វាបង្ហាញជាក្នុង Python console ជាចុងក្រោយគឺខ្ញុំសូមអរគុណលោកគ្រូដែលបានតាមដានវីដេអូនិងទស្សនាដល់ទីបញ្ចប់សូមអរគុណលោកគ្រូ